លួចចម្លងប្លង់ប្រាសាទអង្គរវត្តធ្វើប្រាសាទនៅខេត្តបុរីរាមណ៍ដែលជាការបំពេញលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរប្រតិកម្មទៅនឹងថៃលួចចម្លងធ្វើប្រាសាទលោកជំទាវភឹងសក្កណាលើកឡើងថាការកសាងប្រាសាទសីហនុខុននៅវត្តហ្វូម៉ាន់ហ្វាមានទីតាំងនៅខេត្តបុរីរាមណ៍ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពេញលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី40របស់គណៈកម្មាធិការ ICC អង្គរសម្បត្តិប្រកបលោកជំទាវភឹងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកយកការសាងសង់ប្រាសាទសីហនុខុននៅក្នុងវត្តហ្វូម៉ាន់ហ្វាមានទីតាំងនៅខេត្តបុរីរាមណ៍ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពេញទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ1972បំពេញទៅលើតម្លៃលេចធ្លោជាសកលនិងសភាពដើមនៃរមណីយដ្ឋានអង្គរបំពេញទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរនិងជាកង្វះខាតផ្នែកសិលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ